error 8 ដងអត់មានភ្លើងពេលដោតហើយ display អត់ភ្លើង display អត់ខូចទេយើងបោះភ្លើងហើយ board អត់វាយបញ្ជាអញ្ចឹងវា short ជាមួយនេះបាទ LD model ខ្នប់គោះទ្វារជាងដោះវាទូផ្សេងយកមកតេះបាទនេះ HDMI ទ្វារ4ត្រូវគ្នាយកដាក់ដោះ PCB ខ្នប់អាហ្នឹងពី short អាហ្នឹងទៅវាធ្វើឲ្យភ្លើងអត់មានភ្លើងពូលអីទាំងអស់ compressor អត់ដើរទាំងអស់ error 8 ដងអូខេអញ្ចឹងយើងដូរខ្នប់ហើយវាពូលអីដើរធម្មតាភ្លឺវិញធម្មតា display អីអញ្ចឹងបញ្ហាវាមកពី short board ខ្នប់គោះអំពូលនៅទ្វារវាណាអញ្ចឹងយើងដូរ board ខ្នប់គោះអំពូលហើយឥឡូវយើងតេស្តដាក់ចូលវិញទៅអូខេភ្លើងពូល